និយាយជាមួយខ្ញុំអ្វីខ្ញុំបាននិយាយជាមួយខ្ញុំគាត់ខ្ញុំតើអ្នកចង់អត់ទោសឲ្យកម្លាំងរបស់អ្នកណាទេថ្មីនេះគាត់តែងតែធ្វើឲ្យខ្ញុំរំខានថែមទាំងហៅខ្ញុំថាជាមនុស្សល្ងង់ទៀតផងហើយគាត់ក៏ទុកខ្ញុំចោលនៅព្រលានយន្តហោះខ្ញុំខកចិត្តនឹងគាត់ខ្លាំងណាស់បន្ទាប់មកចូលយើងបែកគ្នាខ្ញុំមិនអាចទ្រាំនឹងចែកផ្លូវជាមួយវាបានទេសិនឈៀវវាចប់ហើយរវាងយើងកំពុងតែបែកគ្នាខ្ញុំនិងសិនឈៀវបានបែកគ្នាហើយតើខ្ញុំអាចអប់អ្នកឥឡូវនេះបានទេបន្ទាប់មកខ្ញុំគាត់អាចជាមិត្តប្រុសថ្មីរបស់អ្នកទេពូមិនធ្វើទេបើខ្ញុំប្រាប់ពូខ្ញុំថាខ្ញុំឈឺតើគាត់នឹងមើលមកខ្ញុំខុសគ្នាទេមិនអីទេពូខ្ញុំឈឺត្រឹមត្រូវកាលខ្ញុំអាយុ5ឆ្នាំខ្ញុំត្រូវបានគេចាប់ពង្រត់ហើយចាក់សោទុកក្នុងបន្ទប់ងឹតរយៈពេល3ថ្ងៃ3យប់មុនពេលត្រូវបានជួយសង្គ្រោះគាត់បានវិវត្តទៅជាជំងឺថប់បារម្ភពីការបែកគ្នាក្រៅពីផ្ដល់ឲ្យខ្ញុំនៅអារម្មណ៍សុវត្ថិភាពយ៉ាងខ្លាំងមិត្តប្រុសរបស់ខ្ញុំក៏ត្រូវនៅក្បែរខ្ញុំគ្រប់ពេលវេលាដែរទោះបីជាខ្ញុំមិននៅក្បែរក៏ដោយអ្នកក៏ត្រូវរាយការណ៍មកអ្នកវិញជាប្រចាំហើយជែកជាវីដេអូញឹកញាប់ដែរយល់ទេពេលខ្ញុំមិននៅជុំវិញតើអ្នកបានឆ្លងកាត់អ្វីខ្លះខ្ញុំជាមនុស្សដែលចូលចិត្តប្រកាន់ខ្ជាប់ហើយមានមនុស្សតិចណាស់ដែលសុខចិត្តណាត់ជួបជាមួយខ្ញុំខ្ញុំស្រឡាញ់មនុស្សដែលមានចរិតស្អិតខ្ញុំចូលចិត្តអ្នកណាស់ស្ងប់ស្ងាត់ខ្ញុំគ្រាន់តែចូលចិត្តអ្នកសិនឈៀវបាននិយាយថាអ្នកឯកោហើយចូលចិត្តនៅម្នាក់ឯងប៉ុន្តែគាត់កំពុងនិយាយមិនសមហេតុផលដើមឈើតូចឲ្យខ្ញុំពិតជាស្អិតណាស់មិនទាន់បានសាកល្បងវានៅឡើយទេតើអ្នកនឹងកាត់ទោសប្រហារជីវិតខ្ញុំមែនទេសិនឈៀវក៏ធ្លាប់និយាយរឿងដូចគ្នានេះពីមុនដែរប៉ុន្តែបន្ទាប់ពី1ឆ្នាំប៉ុណ្ណោះគាត់ចាប់ផ្ដើមខឹងនឹងខ្ញុំអូពិតជាមែនពេលសម្លឹងមើលទៅទីនោះខ្ញុំចង់សាកល្បងមើលហាហាតើការត្អូញត្អែអំពីការបង្កើតរបស់អ្នកគឺហួសហេតុពេកទេទារកតូចបានត្រឡប់មកវិញហើយបងប្រុសឲ្យបងប្រុសមានរឿងអ្វីមានរឿងអ្វីនេះបងប្រុសមែនហើយខ្ញុំនិងសិនឈៀវបានបែកគ្នាមានរឿងអ្វីកើតឡើងមកទីនេះរកបងប្រុសរបស់អ្នកនេះហួសពីការគ្រោងទុកហើយមិនអីទេសៀវយូគ្រាន់តែជាបុរសម្នាក់ប៉ុណ្ណោះខ្ញុំនឹងណែនាំអ្នកឲ្យស្គាល់អ្នកផ្សេងទេត្រូវទេអ្នកបានរកឃើញមិត្តប្រុសថ្មីហើយខ្ញុំនិងពូរបស់ខ្ញុំហ៊ឹមខ្ញុំមិនទាន់បានបង្កើតទំនាក់ទំនងជាមួយប្រឡំលោកនៅឡើយទេមិនអីទេយ៉ាងណាក៏ដោយប្រសិនបើអ្នកចង់រៀបការនាពេលអនាគតខ្ញុំនឹងច្រៀងជូនអ្នកយល់ព្រមទេ
ក្មេងស្រីនេះមើលទៅមិនខូចចិត្តតតែសោះផ្ទុយទៅវិញនាងហាក់ដូចជាសប្បាយចិត្តណាស់ខ្ញុំនឹងឡើងទៅមុនមែនហើយចូលយើងបែកគ្នាដូច្នេះលើកនេះខ្ញុំមិនឆ្លើយតបទៅអ្នកទេខ្ញុំនឹងតាមចាប់កំហឹងរបស់អ្នកវិញលោកShenនេះជាដំណឹងអាក្រក់គម្រោងមនុស្សយន្តឆ្លាតវៃរបស់យើងត្រូវបានលុបចោលជាឯកតោភាគីដោយសារតែបណ្ដឹងមួយបងប្រុសសៀវយូនិងខ្ញុំទើបតែមានការខ្វែងគំនិតគ្នាអ្នកមិនចាំបាច់លុបចោលកិច្ចសហការនោះទេសៀវយូឈឺតើអ្នកអាចនិយាយបានយ៉ាងដូចម្តេចថាគាត់បានបោះបង់ចោលនាងបងប្រុសខ្ញុំខុសហើយខ្ញុំនឹងទៅសុំទោសសៀវយូឥឡូវនេះបងស្រីចាងនឹងនៅតែផ្ដួចផ្ដើមកិច្ចសហការមុនគេខ្ញុំកំពុងប្រាប់អ្នកថ្លៃសេវាសម្រាប់សេវាកម្មវត្ថុធាតុដើមរបស់យើងគ្មានអ្វីសោះពូយប់មិញអ្នកបានជួយខ្ញុំហើយសូមអនុញ្ញាតឲ្យខ្ញុំរៀបចំអាហារពេលល្ងាចជូនពូទៅបារសម្រាប់អាហារពេលល្ងាចកន្លែងនេះមានអាហារឆ្ងាញ់ជាពិសេសអ្នកប្រកាសជាលងស្នេហ៍វាបន្ទាប់ពីបានទៅទស្សនាត្រឹមតែមួយដងប៉ុណ្ណោះល្អអាទិត្យគូស្នេហ៍ល្អគួរតែអនុញ្ញាតឲ្យអ្នកស្លាប់ចាប់នេះជាលើកដំបូងហើយដែលស៊ូលីនបានបិទទូរស័ព្ទមកខ្ញុំសូមអភ័យទោសឲ្យខ្ញុំលោកឆេនមិត្តស្រីដែលចូលចិត្តតោងជាប់របស់អ្នកនៅឯណាយប់នេះនាងរឹងរូសណាស់ប្រហែលជាអ្នកគួរតែផ្ដល់ពេលឲ្យនាងសម្រាកមើលទៅដូចជាលោកShenកំពុងបញ្ជាក់ពីអំណាចស្វាមីរបស់គាត់ឡើងវិញមកចុះតោះផឹកមួយកែវលោកShenតើអ្នកកំពុងរងចាំអ្វីទៀតខ្ញុំដឹងថាគាត់មិនចង់ខឹងខ្ញុំទេសម្លាញ់ឲ្យខ្ញុំគ្រាន់តែមករកអ្នកហើយនាំអ្នកទៅផ្ទះស៊ូមីងស៊ឺហេតុអ្វីបានជាអ្នកវាយខ្ញុំបើខ្ញុំមិនវាយអ្នកទេយើងប្រហែលជាបែកគ្នាហើយឥឡូវនេះអ្នកនៅតែហៅខ្ញុំថាកូន